บ้านนี้คือจีตติเพียบได้สถัดในบริเวณวัดพนมทองแม่ต๋อบ่าได้บริเวณจุ่มไว้คือลมอตะดอยดามเชยโรกิจีปอใบตองเขียวเชยvà នៅថ្ងៃហើយម្យ៉ាងគឺស្ថានភាពនៅក្នុងបរិវេណវត្តគឺល្អស្អាតដោយសារតែមានការថែរក្សាពីសំណាក់នៃព្រះសង្ឃបាទដោយជុំវិញបរិវេណវត្តហ្នឹងមានទាំងស្រះទឹកបាទហើយមានទាំងកញ្ចុះកន្លែងអង្គុយបាទអញ្ចឹងមើលទៅនៅក្នុងសួនច្បាររបស់វត្តគឺមានដើមឈើដែលព្រះសង្ឃលោកដាំបាទដើម្បីផ្ដល់ជាម្លប់សម្រាប់អ្នកដែលប្រាថ្នាត្រូវការកន្លែងសម្រាកឬក៏អង្គុយលំហែកាយអញ្ចឹងទិដ្ឋភាពទាំងអស់នេះគឺមើលទៅស្អាតដោយសារតែអត់មាននៅសម្រាមណាបាទកាលណាដែលយើងមាននៅអនាម័យក្នុងការជួយគ្នានៅក្នុងការសម្អាតនៅទីកន្លែងរមណីយដ្ឋានឬក៏កន្លែងសួនច្បារវត្តអីជាដើមហ្នឹងគឺល្អផ្លែលែងបាទទីកន្លែងណាក៏ដោយឲ្យតែมันមាននៅសម្រាមទីកន្លែងនោះគឺជាកន្លែងដែលលម្អទៅមើលថែវាស្អាតអញ្ចឹងបាទហ្នឹងហើយម្យ៉ាងទៀតចំពោះវត្តអារាមសូមមហាជនទាំងអស់ដែលជាអ្នកដែលត្រូវការកំសាន្តទីកន្លែងដែលល្អស្អាតបាទគឺជួយនាំគ្នាសម្អាតអញ្ចឹងណាបាទបើមកលេងកំសាន្តឬក៏អីគឺมันគួរមានការបោះចោលសម្រាមអីផ្ដេសផ្ដាស់ទេបាទព្រោះកន្លែងវត្តអារាមបើយើងជួយសម្អាតទៅយើងបានទាំងបុណ្យកុសលយើងបានតែទាំងកន្លែងស្អាតផងដែរបាទហ្នឹងហើយវត្តភ្នំនេះយើងមើលភាពជាក់ស្ដែងទៅគឺស្អាតបាទមើលពីខាងក្រោមទៅព្រះវិហារបាទស្អាតណាស់ហ្នឹងហើយអញ្ចឹងបើកន្លែងស្អាតយើងត្រូវតែជួយសម្អាតហ្នឹងហើយកុំឲ្យមានសម្រាមព្រោះកន្លែងណាដែលស្អាតមានន័យថាកន្លែងនោះដោយសារតែមានមនុស្សគំរូមានមនុស្សល្អហើយមានមនុស្សស្អាតមនុស្សដែលផ្ដល់នូវភាពស្អាតគឺកន្លែងហ្នឹងនឹងក្លាយទៅជាកន្លែងស្អាតហើយបាទហើយខ្ញុំក៏សូមសរសើរចំពោះសាលារៀនដែលជាប់នៅក្បែរវត្តបាទគឺសាលារៀននៅបឋមសិក្សាវត្តភ្នំបាទទាំងសាលាបឋមសិក្សាទាំងសាលាអនុវិទ្យាល័យបាទដោយសារសាលានេះគឺជាសាលាអនុវិទ្យាល័យវត្តភ្នំបាទអញ្ចឹងគឺឃើញថាសិស្សានុសិស្សទាំងអស់ដែលនៅសាលាហ្នឹងគឺទទួលការអប់រំបានល្អពីសំណាក់នៃលោកគ្រូអ្នកគ្រូសាលាបាទអញ្ចឹងហើយនៅក្បែរសាលាជាប់លបងសាលាគឺអត់មានសម្រាមសំបីតែមួយទេបាទគឺมันមានទេអញ្ចឹងធម្មតាវត្តដែលស្អាតគឺអាស្រ័យលើសិស្សានុសិស្សដែលគាត់នៅជាប់ហ្នឹងគាត់មានការចូលរួមសម្អាតអីចឹងទៅតែខ្ញុំក៏បានឃើញចំណុចខ្លះដែលមាននៅទីវត្តអារាមគឺឃើញអ្នកដែលគាត់មកពីចម្ងាយគាត់មកអង្គុយលេងហើយក៏គាត់មិនសូវជាបានជួយទេជួយសម្អាតទេព្រោះនៅវត្តយើងមានការរៀបចំបាទរៀបចំទាំងធុងសម្រាមអីនៅកន្លែងក្បែរកញ្ចុះក្បែរអីចឹងណាបាទហ្នឹងហើយមើលទិដ្ឋភាពទៅបាទជុំវិញស្រះវត្តបាទស្រះវត្តនេះគឺធំណាបាទធំមែនតើហើយព្រះអង្គគ្រូចៅតិកាវត្តហ្នឹងលោកមានការរៀបចំនៅស្រះទឹកដោយបូមទឹកពីចម្ងាយយកមកតម្កល់ទុកខាងក្នុងវត្តដើម្បីស្រួលក្នុងការទុកប្រើប្រាស់ជាប្រយោជន៍ដល់វត្តសម្រាប់ស្រង់ផងសម្រាប់ប្រើប្រាស់ស្រោចនៅដំណាំអីផងអីចឹងបាទហ្នឹងហើយបានចឹងហើយរឿងទាំងអស់នេះអាចប្រព្រឹត្តទៅបានល្អស្អាតគួរជាទីជ្រះថ្លានៃពួកជនទាំងឡាយដែលមកវត្តអារាមហើយមានចិត្តរីករាយក្នុងវត្តផងមានចិត្តត្រេកអរក្នុងបុណ្យផងគឺដោយសារតែឃើញទិដ្ឋភាពល្អយ៉ាងដូចនេះហើយខ្ញុំនិយាយយ៉ាងនេះមិនមែនជាការលើកបញ្ជោអីទេបាទខ្ញុំនិយាយយ៉ាងនេះគឺមិនមែនជាការលើកបញ្ជោទីកន្លែងអីទេបាទគឺជាក់ស្ដែងតែម្ដងដូចជាការឃើញអញ្ចឹងបាទឃើញទេគឺការរៀបចំបានល្អទាំងប្រព័ន្ធទឹកក្នុងវត្តហ្នឹងលោកមានការរៀបចំសម្រាប់ស្រោចដំណាំបាទហើយខែនេះមិនមែនជាខែវស្សាខែភ្លៀងអីទេបាទគឺជាខែក្តៅហ្នឹងហើយទោះបីជាខែក្តៅយ៉ាងណាក៏ដំណាំនៅតែល្អសម្រាប់ទីធ្លាវត្តដែលមានសួនច្បារអញ្ចឹងណាបាទហើយវត្តមានគ្រឿងលម្អច្រើនយ៉ាងប៉ុន្តែលម្អត្រង់ថាយើងមាននៅសួនច្បារនេះគឺជាការលម្អដល់វត្តអារាមនឹងឯងដែលមានបង្កើតនូវភាពទាក់ទាញសម្រាប់ចំថ្ងៃពេលវេលាដូចជាថ្ងៃសិលថ្ងៃបុណ្យថ្ងៃអីចឹងទៅបាទហ្នឹងយើងមើលពីទិដ្ឋភាពខាងក្រោម
ហើយយើងមើលពីទស្សនវិជ្ជាខាងក្រោមនេះទៅព្រះវិហារនឹងដូចជាមហាប្រាសាទដែលអណ្ដែតស្គមស្កាយទៅលើមេឃចឹងបាទហ្នឹងហើយនេះព្រះវិហាររចនាបថខ្មែរយើងនឹងស្អាតនឹងហើយចំពោះវត្តភ្នំនេះគឺមានការកសាងច្រើនដោយព្រះអង្គគ្រូនឹងហើយព្រះអង្គគ្រូលោកមានការរៀបចំបានល្អណាស់ព្រះអង្គគ្រូចៅតកាលោកកសាងមួយដំណាក់ទៅមួយដំណាក់ហ្នឹងគឺឃើញថាអភិវឌ្ឍច្រើនឥឡូវក៏មានការកសាងនៅកុដកសាងនៅអីផ្សេងច្រើនហើយញាតិញោមណាដែលប្រាថ្នាចង់បានបុណ្យពេញដៃណាអាចអញ្ជើញមកវត្តភ្នំធំមេតាអខេត្តកំពង់ស្ពឺនឹងបានហ្នឹងហើយហើយឃើញថាលោកកសាងពេញដៃអញ្ចឹងបច្ច័យដែលលោកអ្នកពុទ្ធបរិស័ទទាំងអស់ចូលរួមថាអូចង់កសាងគឺចង់នឹងថាបច្ច័យខ្លួនឯងបានកសាងមិនកសាងហ្នឹងគឺមកហ្នឹងហើយព្រោះកន្លែងនេះតែកសាងគឺឃើញថាអ្វីដែលកំពុងកសាងគឺបានកើតចេញជាសមិទ្ធផលពិតមែនអញ្ចឹងណាហ្នឹងកាលណាបង្កើតចេញជាសមិទ្ធផលពិតហើយបុណ្យដែលញោមគិតថាចំណាយលុយចំណាយថវិកាចំពោះការកសាងវត្តហ្នឹងខ្លាចណាស់ខ្លាចថាអូចំណាយលុយកសាងវត្តតែមិនដែលឃើញលុយហ្នឹងក៏ជាសមិទ្ធផលសោះតែនេះអត់ទេញាតិញោមមើលគ្រប់ប្លង់ទាំងអស់កន្លែងណាក៏លោករៀបចំបានស្អាតដែរហ្នឹងហើយដូចជាដើរនេះអីណាមិនចំណាយតិចទេណាហើយញាតិញោមចូលរួមក៏ច្រើនអ្នកដែរគឺឃើញចេញជាសមិទ្ធផលពិតហើយព្រះអង្គតែកាលណាពោលថាអាត្មាកសាងហើយគឺញាតិញោមចូលរួមទៅវត្តនេះគឺកសាងគឺល្អណាស់ស្រះទឹកក៏ចំណាយមិនតិចដែរប៉ុន្តែលោកមាននឹងប្រតិចាត់ចែងល្អក្រៃលែងសម្រាប់ញាតិញោមណាដែលប្រាថ្នាត្រូវការចង់បានបុណ្យកុសលអញ្ចឹងណាបាទហើយសំបីផ្កាទាំងអស់នេះមកផើងអីមិនមែនថោកទេថ្លៃណាស់ប៉ុន្តែលោកមានការរៀបចំចេះទុកដាក់លោកផ្សំដាំដោយខ្លួនឯងដោយមិនចាំបាច់ជួលអ្នកថែសួនថែច្បារទេគឺសិតតែជាសមត្ថភាពរបស់ព្រះសង្ឃក្នុងវត្តទាំងអស់អញ្ចឹងមើលទស្សនវិជ្ជាទាំងអស់នេះទៅបាទហើយសាលានេះគឺជាសាលាបុណ្យដែលហៅថាឧបឋានសាលានេះយូរឆ្នាំណាស់ហើយបាទបើរាប់ពីអាយុចូល100ហ្នឹងនេះបាទហើយហ្នឹងហើយសាលាហ្នឹងក៏ត្រៀមនឹងរៀបចំសាងសង់ថ្មីដែរប៉ុន្តែខ្ញុំមិនទាន់បានដឹងព័ត៌មានទិន្នន័យពិតប្រាកដទេតែបើសិនជាញាតិញោមមានសទ្ធាជ្រះថ្លាចង់ចូលរួមកសាងក្នុងវត្តញាតិញោមអាចមកវត្តទៅហើយពិភាក្សាសួរព្រះអង្គគ្រូចតិកាទៅកសាងអីខ្លះត្រូវការអីខ្លះលោកនឹងផ្ដល់ជាយោបល់សម្រាប់ញាតិញោមដែលជាម្ចាស់សទ្ធាចង់ចូលរួមកសាងពិតប្រាកដដែរហ្នឹងហើយអញ្ចឹងទីកន្លែងដែលយើងប្រាថ្នាត្រូវការចង់បានបុណ្យញាតិញោមរកមើលកន្លែងណាដែលគេកសាងឲ្យចេញជាសមិទ្ធផលពិតអញ្ចឹងញាតិញោមមើលបាននឹងហើយអាចអញ្ជើញមកបានណាវត្តភ្នំធម្មតអខេត្តកំពង់ស្ពឺបាទទស្សនវិជ្ជាព្រះវិហាររួមផ្សំនឹងពពកដែលប្រុងនឹងភ្លៀងបាទហើយខ្ញុំថតនេះថតនៅក្នុងអំឡុងពេលម៉ោង1:07ម៉ោង 12:71 បាទថ្ងៃត្រង់អញ្ចឹងមើលទៅរៀងចាំងហើយបាទទស្សនវិជ្ជាគឺជាក់ស្ដែងអត់មានការបំផ្លាញឬក៏អាប់ក្រេតពណ៌អីទេអត់មានទេបាទគឺពណ៌ធម្មជាតិសុទ្ធសាធហើយក្តៅបាទហើយខ្ញុំផលិតនៅវីដេអូនេះឡើងគឺមិនមែនជាប្រយោជន៍សម្រាប់ខ្ញុំទេគឺសម្រាប់ជាការបង្កើននូវទស្សនីយភាពសម្រាប់អ្នកដែលត្រូវការចង់ស្គាល់អំពីទស្សនវិជ្ជានៅវត្តអារាមផ្សេងទាំងអស់អញ្ចឹងខ្ញុំនៅធ្វើមាតិកាផ្សេងតាក់ទងនឹងវត្តអារាមហ្នឹងគ្រប់វត្តទាំងអស់បាទហ្នឹងហើយដើម្បីជាប្រយោជន៍ណាហ្នឹងហើយនេះគឺវត្តភ្នំធម្មតអទស្សនវិជ្ជាដើមឈើគឺច្រើនណាស់សួនផ្កាក៏ច្រើនដែរហ្នឹងហើយសួនផ្កាសិតតែជាស្នាដៃរបស់ព្រះសង្ឃគ្រប់ព្រះអង្គទាំងអស់បាទដែលមានការចូលរួមពីសំណាក់នៃពុទ្ធបរិស័ទនិងការព្រមព្រៀងគ្នារវាងសង្ឃនិងអាចារ្យគណៈកម្មការណាបាទដល់ពេលអញ្ចឹងធ្វើឲ្យវត្តហ្នឹងគឺមានការរៀបចំបានស្អាតល្អក្រៃលែងហ្នឹងហើយទាំងនោះគឺជាសាលារៀនហ្នឹងហើយសាលារៀនណាសាលាបាលីសម្រាប់ព្រះសង្ឃកុលបុត្រខ្មែរដែលជាអ្នកប្រាថ្នាត្រូវការគេហៅថាចំណេះវិជ្ជាអីគឺអាចថាមកសិក្សារៀនសូត្របានអញ្ចឹងណាបាទហ្នឹងហើយស្អាតញាតិញោមសូមសរសើរក្រៃលែងណាពុកម៉ែបងប្អូនទាំងអស់គ្នាសរសើរត្រង់ថានៅវត្តហ្នឹងមានអនាម័យល្អអត់មានសម្រាមមានអីទេគឺព្រះសង្ឃក្នុងវត្តរៀបចំបានល្អសរសើរមែនទែនបងវត្តហ្នឹងហើយមើលនេះសាលាបាលីញាតិញោមមើលស្អាតហើយមើលពីចម្ងាយអត់មានសម្រាមសូម្បីតែបន្តិចហ្មងហ្នឹងហើយ
ព្រះសង្ឃលោកធ្វើកិច្ចវត្តក្នុងវត្តបានល្អក្នុងអារាមបានល្អដល់ពេលអញ្ចឹងទៅញាតិញោមដែលជាអ្នកបម្រើក្នុងវត្តហ្នឹងគាត់ក៏អនាម័យថែរក្សាបានល្អទៀតអញ្ចឹងធ្វើឲ្យវត្តហ្នឹងកាន់តែមានគេហៅថាភាពស្រស់ស្អាតភាពទាក់ទាញណាញាតិញោមហើយចូលមកដល់ក្នុងវត្តគឺស្ងប់ស្ងាត់បានល្អណាស់ឮតែសំឡេងសត្វលលោកហ្នឹងហើយកុកព្រាបអីយំអីចឹងទៅអញ្ចឹងគឺរឿងទាំងអស់នេះសុទ្ធតែជារឿងមួយដែលអាចថាញ៉ាំងសទ្ធាពុទ្ធបរិស័ទទាំងអស់ឲ្យចូលរួមជ្រះថ្លាអនុមោទនាហ្នឹងហើយសំខាន់ណាស់វត្តអារាមទីកន្លែងស្អាតហ្នឹងគឺសំខាន់ក្រៃលែងណាស់ហើយចំពោះកន្លែងនេះគឺជាកន្លែងដែលរៀបចំបន្ថែមទៀតហើយឮថាត្រូវការចាក់ដីញាតិញោមចាក់ដីត្រូវការចាក់ដីបន្ថែមហើយដីហ្នឹងគឺត្រូវការនេះប្រភេទដីថ្មនេះថ្មគ្រួសនេះហ្នឹងណាខ្ញុំមិនដឹងតម្លៃប៉ុន្មានទេប៉ុន្តែលោកត្រូវការន័យថាជាច្រើនសម្រាប់ក្រាលលើដីនឹងទាំងអស់អញ្ចឹងញាតិញោមចេញញាតិញោមអស់គ្នាណាដែលមានសទ្ធាជ្រះថ្លាចង់ចូលរួមចាក់ដីអាចចូលរួមបាន1ឡាន2ឡានក្តីតាមសទ្ធាទៅហ្នឹងហើយខ្ញុំមិនដឹងថាតម្លៃដីហ្នឹង1ឡានប៉ុន្មានទេហ្នឹងហើយអត់ដឹងទេប៉ុន្តែបើមានអ្នកណាមានសទ្ធាចង់ចូលរួមចាក់ដីកសាងវត្តអីគឺអាចមកវត្តផ្ទាល់មកហ្នឹងហើយមកវត្តផ្ទាល់អញ្ចឹងទៅគឺសួរព្រះអង្គគ្រូផ្ទាល់ទៅគឺលោកនឹងប្រាប់ថាតើវត្តហ្នឹងកសាងអីខ្លះហើយញាតិញោមនឹងឃើញសមិទ្ធផលដែលខ្លួនឯងចំណាយលុយចំណាយកាក់ចំណាយធនធានទៅគឺនឹងឃើញផ្ទាល់ភ្នែកដោយមិនបាត់មួយរៀលមួយកាក់មួយសេនទេណាបុណ្យដែលយើងធ្វើឲ្យគឺអត់បាត់ទេណាហើយក៏មិនអាចឲ្យចោលលួចបានដែរណារបស់ក្នុងលោកដែលមិនអាចចោលលួចបានហ្នឹងគឺទី1គឺបុណ្យនឹងឯងហើយទី2គឺចំណេះដឹងហើយចំណែកទី4ហ្នឹងគឺសេចក្តីល្អរបស់យើងគឺមិនអាចធ្វើឲ្យអ្នកណាលួចពីយើងបានទេសូម្បីតែចោលបើឲ្យប្លង់ទស្សនវិជ្ជានេះគឺស្អាតត្រង់ថាមើលទៅយើងឃើញស្រះទឹកសូម្បីលោកយាយគាត់មកអង្គុយណាសម្រាប់កាយសម្រាប់ខ្លួនគឺឃើញថាល្អស្អាតណាស់ក្រៃលែងណាបាទទស្សនវិជ្ជាนั่นคือទស្សនវិជ្ជាព្រះវិហារអញ្ចឹងព្រះវិហារនេះគឺសាងសង់បានយូរឆ្នាំដែរហើយនឹងហើយភាពជាក់ស្ដែងនៃព្រះវិហារមើលទៅគឺស្អាតណាស់ហើយខ្ញុំបាននឹងទៅផ្ដិតនៅរូបភាពនៅទីនោះទៀតដើម្បីជាការចែករំលែកឲ្យបានដឹងអំពីទស្សនវិជ្ជាជុំវិញបរិវេណនៃវត្តភ្នំអធិស្ឋានផងដោយសារបច្ចុប្បន្ននេះมันអាចយើងបង្ហោះដ្រូនផ្ដេសបានទេដោយសារទស្សនវិជ្ជាប្រទេសមានការហាមឃាត់មិនឲ្យមានការបង្ហោះដ្រូនណាបាទអញ្ចឹងខ្ញុំបានតែផ្ដិតនៅរូបភាពនិងវីដេអូខាងក្រោមឲ្យទស្សនាតែប៉ុណ្ណោះចំណែកខាងលើហ្នឹងគឺពេលដែលប្រទេសមានសុខសន្តិភាពពេញលេញដែលអាចមានការអនុញ្ញាតឲ្យបង្ហោះដ្រូនឬក៏អីខ្ញុំបាទនឹងធ្វើវីដេអូបង្ហាញពីទស្សនវិជ្ជាទាំងមូលស្ថិតនៅក្នុងវត្តតែម្ដងបាទហ្នឹងគឺជាទស្សនវិជ្ជាដែលស្ថិតនៅលើស្រះទឹកវត្តសំបីនៅលើស្រះទឹកវត្តក៏មានសួនច្បារដំណាំដែរអញ្ចឹងស្អាតមែនតើខ្ញុំអ្នកមកផ្ទាល់ហ្នឹងគឺមើលទៅតែជាអារម្មណ៍ហើយបើសិនជាមានរឹងដាក់ចងគេងទៀតកាន់តែល្អបរិយាកាសខ្យល់ធម្មជាតិបក់មកល្វើយណាចឹងហើយបានថាកំពង់ស្ពឺនៅតំបន់កំពង់ស្ពឺគេជួយចិត្តអភិវឌ្ឍរៀបចំកន្លែងសួនច្បារណាគេរៀបចំកន្លែងសួនសត្វសួនអីហ្នឹងគឺសម្បូរដោយសារតែទីតាំងហ្នឹងសម្បូរធម្មជាតិហើយព្រមទាំងសម្បូរទៅដោយគេហៅថាភាពអនាម័យណាហ្នឹងហើយនៅខ្ញុំនិយាយតាមតំបន់ណាតំបន់អនាម័យដែលអនាម័យស្អាតមែនតើអញ្ចឹងហ្មងអញ្ចឹងណាបាទហើយនៅជួរភ្នំខាងនោះគឺម្ដុំភ្នំម៉ុងរិទ្ធីគេហៅថាសួនសត្វម៉ុងរិទ្ធីគឺនៅម្ដុំខាងនោះបាទហ្នឹងហើយស្អាតណាស់ស្អាតអ្នកយើងមើលមកប្លង់ខាងនេះស្អាតមែនតើបាទនេះគឺទស្សនវិជ្ជាព្រះវិហារស្អាតណាស់ណាបាទស្អាតក្រៃលែងបាទឥឡូវហ្នឹងគឺមេឃរលឹមភ្លៀងមកតក់តែម្ដងបាទប្រហែលជាមេឃហ្នឹងភ្លៀងក្បែរហ្នឹងហើយចំហាយទឹកហ្នឹងហើយវ៉ាវនេះស្អាតណាមេឃភ្លៀងបាទភ្លៀងរលឹមភ្លៀងហើយតក់ហើយអញ្ចឹងតើតែយើងចូលជ្រកកន្លែងម្លប់បាទនេះដោយសារមានមេឃរលឹមប្រងនឹងភ្លៀងអញ្ចឹងហើយខ្ញុំក៏ចូលជ្រកក្នុងម្លប់សិនបាទដោយសារខ្លាចប៉ះពាល់ដល់កាមេរ៉ាប៉ុន្តែកាមេរ៉ាទូរស័ព្ទវាមិនទៅប៉ះពាល់ទេប៉ុន្តែគាត់ថានៅតែចង់ផ្ដិតនៅទស្សនវិជ្ជារួមទាំងអស់ហ្នឹងឲ្យញាតិញោមពុកម៉ែបងប្អូនទាំងអស់គ្នា
នៅក្នុងស្រុកក្រៅស្រុកឲ្យបានទស្សនាថានៅស្រុកខ្មែរយើងមានវត្តដែលមានការរៀបចំបានល្អស្អាតហ្នឹងគឺមានវត្តភ្នំធម្មតាហ្នឹងហើយវត្តភ្នំផ្សេងទៀតតែប៉ុន្តែគាត់ឃើញថាវត្តនេះគឺរៀបចំបានល្អស្អាតក្រៃលែងបាទនេះគឺទស្សនវិជ្ជានៅសួនច្បារជាប់វត្តជាប់នឹងថ្នាក់ទី1ទី2ណានិយាយចំជាប់ថ្នាក់មត្តេយ្យហ្នឹងហើយទស្សនវិជ្ជានេះគឺជាសាលាអនុវិទ្យាល័យវត្តភ្នំដែលជាប់នៅនឹងវត្តតែម្ដងបាទជាប់គ្នាណាហើយខ្ញុំស៊ូមពីចម្ងាយទេមិនបានចូលទៅចិត្តទេហើយក៏អត់បានចូលទៅខាងក្នុងដែរគ្រាន់តែរួមថតជាមួយនឹងទស្សនវិជ្ជាកុំឲ្យថាសរសើរហើយអត់ឃើញដូចមាត់អញ្ចឹងណាបាទឃើញទេស៊ូមពីចម្ងាយផងអត់ឃើញមានសម្រាមអីផ្ដេសផ្ដាស់ទេចឹងសរសើរចំពោះលោកគ្រូនាយកនិងលោកគ្រូអ្នកគ្រូណាដែលគាត់មានការអប់រំសិស្សានុសិស្សទីនេះបានល្អចេះអនាម័យបាទឥឡូវហ្នឹងគឺចាប់ផ្ដើមមេឃបង្អោននៅទឹកភ្លៀងហ្នឹងបាទអញ្ចឹងខ្ញុំថតនៅពេលភ្លៀងបន្តិចបាទថតនៅពេលភ្លៀងទស្សនវិជ្ជាជាក់ស្ដែងបាទល្អមែនតើទស្សនវិជ្ជាទេសភាពមេឃនេះលក្ខណៈជួយការពារកម្ដៅមកទៀតនេះមកម្ដងជិបយ៉ាងបាទទស្សនវិជ្ជានៃសាលារៀនដែលសិស្សានុសិស្សបាទទាំងអស់គ្នាចូលសាលាម៉ោងដល់ម៉ោងចូលរៀនហើយអញ្ចឹងខ្ញុំផ្ដិតនៅរូបភាពនៃទស្សនីយភាពជាប់នៅសាលាខ្លះដើម្បីឲ្យទំនោរថានឹងអ្វីដែលទាក់ទងនឹងវត្តអីចឹងបាទông nuôi bác ạ nuôi không hai nuôi đã cuốn ăn này bông chơi bông không mắt bông không thấyនេះគឺជាភូមិដែលជាប់នៅនឹងឯវត្តណាបាទហើយមើលទស្សនវិជ្ជានៅក្បែរនេះទៅយើងអាចមើលពីវត្តភ្នំទៅវត្តគិរីអណ្ដែតបាននេះឃើញទេវត្តគិរីអណ្ដែតហ្នឹងគឺជាវត្តដែលនៅនឹងហ្នឹងណាបាទហើយមើលទស្សនវិជ្ជាជុំវិញហ្នឹងទៅមេឃកំពុងភ្លៀងខាងនោះមើលមេឃភ្លៀងនោះដូចគេចាក់យ៉ាងមេឃបាទនៅជុំវិញនឹងភ្លៀងទាំងអស់តែនៅនេះមិញហ្នឹងមកម៉ាសាចដែរអញ្ចឹងធម្មជាតិហ្នឹងគឺពេលខ្លះខាងនេះភ្លៀងខាងនោះអត់អីចឹងទៅណាបាទហើយនេះគឺទស្សនវិជ្ជានៅលើបរិវេណព្រះវិហារជុំវិញវត្តអញ្ចឹងណាជុំវិញព្រះវិហារហើយបរិវេណព្រះវិហារនឹងនេះខាងលើស្អាតបានអញ្ចឹងនៅលើភ្នំណាគឺមើលទៅដឹងហើយនៅកន្លែងខាងលើនោះគឺជាកន្លែងយីទេពបាទកន្លែងយីទេពហើយកន្លែងយីទេពហ្នឹងគឺខ្ពស់រៀងខ្ពស់ឡើងទៅលើដែរចាំខ្ញុំនឹងផ្ដិតយកទស្សនវិជ្ជាបន្ទាប់តកតងពីកន្លែងនេះទៅកន្លែងលោកយាយទេពឃើញកូនប្រាសាទតូចមួយជាកន្លែងស័ក្តិសិទ្ធិដែលគេពេញនិយមថាបួងសួងស្រួងបន់សន់ទៅគឺនឹងសម្រេចបានសិទ្ធិដូចបំណងដែលប៉ងប្រាថ្នាណាបាទនឹងគឺជាទស្សនវិជ្ជានៅជុំវិញខឿនព្រះវិហារធម្មតាទេកន្លែងដែលរឿងធំមើលទៅទូលាយយើងព្រះសង្ឃលោកមិនប្រកាសថាមកមើលថែបានគ្រប់ជ្រុងជ្រោយទេលោកបានថែតែនៅខាងក្រោមទេអញ្ចឹងខាងលើមើលទៅរៀងដែលថាមានមែកឈើមានផ្កាខ្លះក៏ត្រូវតែរឿងសុទ្ធសពូនអីចឹងណាបាទក៏ប៉ុន្តែមិនអីទេគឺនៅតែស្អាតហ្នឹងណាជាញាតិញោមណាដែលអញ្ជើញមកទស្សនាអីហើយដឹងថាវត្តមានការសាងសង់កសាងដល់កម្រិតណាអាចមើលបានណានេះគឺជាព្រះវិហារស្អាតទេញាតិញោមស្អាតទេដូចគំនូណាបាទនេះខ្ញុំផ្ដិតយកទស្សនវិជ្ជាក្បែរហ្នឹងបាទ
ស្អាតទេហ្នឹងហើយសូមអរគុណមេឃផងដែរបាទតែអំណោយផលពេលដែលខ្ញុំមកថតវីដេអូចឹងគឺធ្វើឲ្យមេឃចឹងស្ទុំមេឃហ្នឹងរកភ្លៀងទេប៉ុន្តែស្ទុំមើលឃើញហ៎ចឹងសូមអរគុណក្រៃលែងណាបច្ចុប្បន្នទេវរាជបាទដែលជួយណាទេវតាទាំងអស់ដែលជួយបាទធ្វើឲ្យអ្នកដែលមកធ្វើវីដេអូថតហ្នឹងគឺអត់ក្តៅនឹងអត់ក្តៅអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងគឺស្ទុំល្អស្អាតអញ្ចឹងតាមមេស្ទុំកាមេរ៉ាក៏ស្រួលថតដែរมันជាពិបាកថតទេបាទ color គឺមើលភាពជាក់ស្ដែងអញ្ចឹងទៅណាបាទពួកខ្ញុំមានចង់ផ្ដិតយកទស្សនវិជ្ជាជុំវិញព្រះវិហារដោយឋានសួគ៌ដោយគេហៅទេវស្ថានណាដោយស្ថានរបស់ពួកទេវៈមានដងតុងហ្នឹងមកគូនៅខាងលើអូខាងលើដងតុងរៀងរបូតបាក់បាត់ហើយបាទហើយខាងក្រោមនេះគឺជាមួយនឹងទស្សនវិជ្ជារបស់ដើមឈើសួនច្បារបាទឡើងហើយសួនច្បារដំណាំបាទស្អាតណាជាងមើលពីលើឃើញព្រះវិហារខាងនេះទៅគឺឃើញសាលារៀនបាទស្អាតណាសាលារៀនដល់ទស្សនវិជ្ជាភ្នំបាទភ្នំជាប់ព្រះវិហារអញ្ចឹងហ្មងស្អាតណានៅទេសភាពមើលទៅដល់នេះចឹងថាវត្តស្អាតហ្នឹងគឺដោយសារតែចូលរួមពីសំណាក់ទាំងព្រះសង្ឃទាំងអាចារ្យគណៈកម្មការញាតិញោមពុទ្ធបរិស័ទនឹងហើយអ្នកដែលមកទស្សនាបានចូលរួមជួយសម្អាតអីចឹងទៅណាបាទអញ្ចឹងបានធ្វើឲ្យវត្តឬក៏ទីកន្លែងវត្តហ្នឹងមានភាពស្អាតទៅប្រព្រឹត្តទៅបានអញ្ចឹងបាទអ្នកនៅក្រៅប្រទេសដូចជាសហរដ្ឋអូស្ត្រាលីបារាំងកាណាដាអីអាចទស្សនាវីដេអូនេះឲ្យមានសទ្ធាជ្រះថ្លាអាចចូលរួមកសាងបានបាទតាមសទ្ធាបាទតំណាក់តំណងមកខ្ញុំបាទផ្ទាល់ក៏បានដែរបាទហើយបច្ច័យដែលចូលរួមទាំងម៉ាត់ខ្ញុំនឹងកត់ជាទិន្នន័យឲ្យឃើញហើយនឹងប្រកេនដល់ពហុប្រសង់ផ្ទាល់តែម្ដងហើយបើចង់ឧបត្ថម្ភដល់អ្នកផលិតមេតិកាដូចខ្ញុំហ្នឹងក៏ទទួលដែរបាទខ្ញុំបានក៏ទទួលដែរពលផលិតមេតិកាហ្នឹងក៏យើងអាចថាបានការឧបត្ថម្ភ sponsor ពីបងប្អូនខ្មែរដែលនៅបរទេសណានៅក្រៅប្រទេសហ្នឹងគឺក៏កាន់តែសប្បាយចិត្តព្រោះបានលុយខ្លះទៅក៏ឧបត្ថម្ភជីវិតនឹងការរស់នៅប្រចាំថ្ងៃបាទស្អាតណាស់វិហារណាមើលឃើញវិហារស្អាតតែនហើយរួមខាងវិហារហ្នឹងមានដើមពោធិ៍នៅជាប់ទៀតហើយដើមពោធិ៍បុរាណបច្ចេកដីបុរាណខ្ញុំនឹងផ្ដិតយកអារម្មណ៍ខាងលើឲ្យពុកម៉ែបងប្អូនទាំងគ្នាបានស្គាល់ទៀតបាទទស្សនវិជ្ជាព្រះវិហារនោះគឺជាដើមប្រពោធិ៍និងព្រះចេតិយពីបរមបុរាណតភ្ជាប់ជាមួយនឹងព្រះវិហារទើបតែសាងសង់ថ្មីទៀតនោះគឺកាន់តែស្អាតទៅទៀតហើយបាទហើយមេឃនេះមេឃងងឹតរោភ្លៀងខ្លាំងបាទប៉ុន្តែអំណោយផលក្រៃលែងសម្រាប់ខ្ញុំអ្នកផលិតមាតិកាបើសិនជាភ្លៀងមកគឺពិបាកធ្វើវីដេអូឲ្យធ្វើអត់ចេញទេបាទហើយនៅមុខព្រះវិហារក៏មានសួនច្បារដែរបាទសួនច្បារនៅខាងមុខព្រះវិហារហ្នឹងអញ្ចឹងនៅវត្តនេះគឺសម្បូរទៅដោយសួនច្បារធម្មជាតិដែលព្រះករុណាជាអង្គម្ចាស់ព្រះអង្គគ្រូចៅតិកាហ្នឹងលោកឆ្នៃសួនច្បារវត្តព្រៃជុំវិញហ្នឹងជាសួនច្បារអញ្ចឹងស្អាតណាស់កន្លែងណាក៏អាចជ្រកបានដែររដូវកាលបុណ្យទានអីគឺមានកន្លែងជ្រកស្រួលចំណតរថយន្តអីគឺស្រួលមែនតើអត់ពិបាកទេហ្នឹងហើយដើមពោធិ៍បុរាណនោះក៏កាន់តែស្អាតទៅទៀតហើយកន្លែងលោកយាយទេពនោះក៏មើលពីចម្ងាយក៏កាន់តែអស្ចារ្យទៅទៀតហើយកន្លែងលោកយាយទេពជួយមើលខ្ញុំស៊ូមឲ្យបានឃើញកន្លែងគាត់ណាបាទហ្នឹងគឺជាបច្ចេកដីកន្លែងគាត់ហើយដោយសារមេឃរោភ្លៀងហើយអញ្ចឹងខ្ញុំប្រហែលជាពិបាកនឹងឡើងទៅខាងលើបាទទីខាងលើជាកន្លែងយើងនិយាយថាខ្ពស់ហើយមេឃរោភ្លៀងអញ្ចឹងយើងត្រូវការពារសុវត្ថិភាពផងដែរបាទអញ្ចឹងខ្ញុំនឹងទៅថតនៅខាងលើតាក់ទងនឹងទស្សនវិជ្ជាព្រះវិហារនៅខាងលើឲ្យបានទស្សនាឲ្យបានស្គាល់បាទអញ្ចឹងការធ្វើដំណើរទៅព្រះវិហារបាទដោយសារថ្ងៃមុនហ្នឹងនៅលើព្រះវិហារយើងមានការរៀបចំពិធីបុណ្យវិសាខបូជា
តាមទំនៀមនៃព្រះពុទ្ធសាសនាបាទដល់ពេលអញ្ចឹងទៅខាងលើហ្នឹងក៏ការរៀបចំក៏នៅតែស្អាតដដែលបាទទោះកម្មវិធីបុណ្យចប់យ៉ាងណាក៏ដោយហើយនេះគឺជាព្រះពោនេះគឺជាព្រះពោបុរាណណាបាទជាស្រ័យផងដោយសារខ្យល់បក់មកខ្លាំងខ្លាយខ្ញុំនិយាយទៅសំឡេងវាអត់ច្បាស់កុំប្រកែប្រកាន់បាទនឹងព្រះពោពីបរមបុរាណហ្នឹងគឺជាព្រះពោដូនតាខ្មែរគាត់សាងសង់កសាងជាមួយនឹងឥដ្ឋឬក៏កឥដ្ឋជាមួយនឹងដីណាបាទហ្នឹងហើយឥដ្ឋដាក់ជាមួយនឹងដីកំបោរតទៀតមកក៏រៀបដូចជាស៊ីម៉ងដូចអីចឹងណាបាទតែអាយុកាលហ្នឹងគឺយូរណាស់មកហើយបាទជាទីឥឡូវបង្កើតទៅជាទីសក្ការៈគោរពបូជាដែលមានការដឹកនាំចេញពីសំណាក់នៃព្រះអង្គគ្រូចៅតិកានឹងឯងហ្នឹងហើយភ្លៀងហ្នឹងក៏កំពុងតែមកហើយអញ្ចឹងខ្ញុំប្រកាសណាខ្ញុំបាទហ្នឹងគឺធ្វើវីដេអូហ្នឹងគឺតាមឱកាសពេលវេលាដែលអាចធ្វើបានដើម្បីគួបផ្សំជាមួយនឹងទស្សនវិជ្ជាជំវិញនឹងទាំងអស់ជាពិសេសទស្សនវិជ្ជាជំវិញព្រះវិហារឲ្យបានដឹងអញ្ចឹងណាបាទក្រោមដើមពោចាត់ដីបុរាណបាទរៀបចំសក្ការៈគោរពបូជាដើមពោបុរាណហ្នឹងជំវិញបរិវេណវត្តព្រះនិងព្រះវិហារបាទស្អាតមែនទែនបាទនេះគឺផ្លូវចូលខ្លោងទ្វារចូលទៅព្រះវិហារបាទនេះគឺជាទស្សនវិជ្ជាដែលនៅក្នុងព្រះវិហារដែលមានព្រះពុទ្ធបដិមាព្រះអង្គទ្រង់ត្រាស់ដឹងព្រះអង្គទ្រង់ផ្ចាញ់មាព្រមទាំងព្រះសិអាមិត្រីមួយលើព្រះសម្មាសម្ពុទ្ធទ្រង់បរិនិព្វានដែលស្ថិតនៅក្នុងពេលយប់បាទហើយទស្សនវិជ្ជានេះគឺខ្ញុំបានថតនៅក្នុងថ្ងៃវិសាខបូជាដែលបានចូលមកបូជាក្នុងថ្ងៃហ្នឹងគឺឃើញថាក្នុងវត្តនិងក្នុងព្រះវិហារហ្នឹងគឺមានការរៀបចំស្អាតណាស់ញាតិញោមគួរជាទីជ្រះថ្លានៃចិត្តនឹងហើយបុណ្យដែលយើងបានបំពេញធ្វើហើយចំពោះនឹងហើយព្រះពុទ្ធសាសនានេះរមែងធ្វើឲ្យយើងជាបុគ្គលមានឧបនិស្ស័យល្អហើយជាអ្នកសន្សំនៅសេចក្តីសុខសម្រាប់ជាតិនេះនិងជាតិទៅមុខហើយបុគ្គលដែលសាងសេចក្តីល្អទេវតារមែងតាមថែរក្សាដោយសារនៅក្បែរនេះកំពុងភ្លៀងខ្លាំងចឹងខ្យល់បក់មកនេះអូខ្យល់ខ្លាំងបាទមើលតាមេឃពោទៅក៏ដឹងឮតាសំឡេងជាក់ស្ដែងក៏ដឹងភ្លៀងព្យុះនៅក្បែរហ្នឹងតែអត់មកដល់វត្តសោះហ្នឹងមិនន័យថាសូមអរគុណណាទេវតាដែលខ្ញុំមកធ្វើវីដេអូដោយគាំទ្រក្នុងការផលិតវីដេអូមាតិកាវីដេអូនេះចឹងបាទគឺអត់ឲ្យខ្ញុំបានហ្នឹងត្រូវទឹកភ្លៀងសោះបាទអញ្ចឹងខាងលើភ្នំមិនអាចទៅបានទេដោយសារទឹករលឹមភ្លៀងហ្នឹងចាប់ដើមមកហើយអញ្ចឹងខ្ញុំបាទគឺផ្ដិតយកទស្សនវិជ្ជាជាក់ស្ដែងដែលអាចធ្វើទៅបានអញ្ចឹងណាបាទនេះចំហាយទឹកភ្លៀងមកហើយបាទតែអត់មកដល់វត្តខ្លាំងប៉ុន្មានទេមកតិចទេតែម្ដុំក្បែរហ្នឹងគឺភ្លៀងអស់ហើយនេះដើមពោហើយនៅប្រជាដីបុរាណបាទជាកន្លែងស័ក្តិសិទ្ធិមួយដែរបាទហ្នឹងហើយចំហាយទឹកភ្លៀងដែលតាក់តងភ្លៀងនៅខាងក្បែរហ្នឹងកន្លែងគេវត្ត Green Dad បាទមើលអត់កើតទេបាទកាមេរ៉ាគឺសូមថតប្រហែលប៉ុណ្ណឹងបាទដោយសារតែមើលទៅមានផ្គរលាន់មហារាជអីបាទនៅក្បែរនឹងកំពុងតែភ្លៀងខ្លាំងនោះផ្គរលាន់ព្រាកអីអូយកើតទេអញ្ចឹងភ្លៀងខ្លាំងតែនៅវត្តអត់ភ្លៀងបាទខាងនោះភ្លៀងនៅផ្គរលាន់គ្រឹងណាបាទអញ្ចឹងសូមប្រហែលប៉ុណ្ណឹងជាការផលិតវីដេអូមាតិកាបាទមេឃភ្លៀងក្បែរនឹងអស់ហើយតែនៅវិហារអត់ទាន់ភ្លៀងថាខ្លាំងទេប៉ុន្តែចំហាយបាទយើងខ្ញុំមានតែជ្រោកនៅក្នុងព្រះវិហារក្បែរវិហារហ្នឹងសិនហើយបាទហ្នឹងហើយមើលនេះអូមេឃភ្លៀងខ្លាំងណាស់បាទប៉ុន្តែនៅក្រោមអត់នៅលើនេះអត់ទាន់ភ្លៀងទេអញ្ចឹងសូមអរគុណទេវតារុក្ខរៈអ្នកតារដ្ឋាភិបាលនៅទីនេះបាទដែលឲ្យខ្ញុំបានផលិតមាតិកាបង្ហាញអំពីសម្រស់ដ៏ល្អស្អាតរបស់វត្តភ្នំយើងនេះបាទផ្គរលាន់នៅភ្លៀងនៅភូមិប្រខែនឹងខ្លាំងណាស់លោកអើយ
nơi các bài đang cái plieng ở hơi nô một cái plieng đây chẳng cứประมาณ phần năng bà chỉ cả bật lật video chạy chun phục mai bồn nó đi thật nó không là tới sạch tập từ pro chứ này bà ơi bà là tí tua tí cua tiết nát nhóm màu cho mũi mình bạn mình đang cứ mấy lẽ khả năng tha rộp liền rộp chụp rộp cho khang là lực ngất tại mà đòn bà thực hiện bát có xâm ra trong ca thưa video nó mùi plei tới và hai lời nó cứ dương ai thọt vinh bán đi xa liền tại nơi khả nó tới phần tay có dự trừ miền ca thọt vô tam sắp hiệp đã ai thọt vô tập bàn chẳng đó bà ta một thuê đều vì hiện nó cứ miền sát rụp tê pronom chia ra chân bọt khmai bật lo sọt sạt năng này nó cứ liền tràn này nơi hàng cào chung vinh vọt năng cứ liền từ xa spư nó cứ liền cái bông liền khang nè hay nơi lời về hiền đi ọt liền rồi cái mình đang mơ tơ cho bọ khang nhưng cái tập liền hơi có không buồn bằng về hi sân từแต่ละmiền Á dương ai thà bật to tận tiếp thưa video bằng hai trong nạp rong chạy chun nhiệt mật bóng ôn phục mai bóng ôn nhìn nhung tọt đi bàn mơ bàn bà lờiนี้คือខ្ញុំបាទក៏ទៅបង្ហាញនៅវីដេអូបន្ថែមតកតងនឹងទស្សនវិជ្ជាជំវិញហ្នឹងថ្ងៃនេះបានក្មេងៗតូចៗនេះពីរអ្នកនេះដើរតាមតូចហើយមេឃនឹងងឹតផ្គរលាន់ផងមហារីកផងបាទហ្នឹងហើយអញ្ចឹងគឺដឹងទៅផ្ដិតទស្សនវិជ្ជានៅខាងក្រៅវិញម្ដងបាទផ្កាកងោកនៅជាប់ព្រះវិហារបាទហ្នឹងហើយមេឃហ្នឹងមេឃភ្លៀងទេប៉ុន្តែខ្ញុំថតបន្ថែមតិចទៀតទៅបាទអញ្ចឹងខ្ញុំចង់ផ្ដិតយកទស្សនវិជ្ជាបន្តិចតកតងវត្តដែលកំពុងសាងសង់កសាងកុដិលោកក៏បាទកសាងកុដិលោកហ្នឹងហើយអញ្ចឹងញាតិញោមដែលនៅក្រៅប្រទេសណាបាទមានសទ្ធាជ្រះថ្លាចង់ចូលរួមកសាងអីអាចមើលទស្សនវិជ្ជានេះបានថាវត្តកំពុងតែកសាងហើយមេឃហ្នឹងកំពុងផ្គរលាន់រោភ្លៀងការពុតភ្លៀងហើយតែភ្លៀងខាងនោះតែមិនដឹងថាហេតុអីបានជានៅនេះអត់ភ្លៀងណាបាទដោយទេវតាជួយថាចង់ឲ្យញាតិញោមបានឃើញហើយជួយកសាងវត្តយកបុណ្យអញ្ចឹងបាទនឹងទស្សនវិជ្ជាជាក់ស្ដែងដែលមេឃកំពុងតែសតុំរោភ្លៀងបាទហើយនេះវត្តកំពុងកសាងនៅកុដិអីញោមញាតិញោមទាំងអស់គ្នាបាទអាចចូលរួមទាំងអស់គ្នាមកនេះខ្ញុំថតពីលើទៅឃើញកុដិដែលលោកកំពុងកសាងហើយរៀបជាឥដ្ឋមិនទាន់ហើយទេអញ្ចឹងត្រូវការតម្លៃឬក៏បច្ច័យថវិកាបច្ច័យ4បន្ថែមដើម្បីយើងធ្វើកុដិសម្រាប់ប្រគេនព្រះសង្ឃណាបាទនៅអញ្ចឹងវត្តអាចរីកចម្រើនទៅបានគឺមិនមែនថាដោយសមត្ថភាពព្រះសង្ឃក្នុងវត្តតែម្យ៉ាងទេគឺអាស្រ័យរបស់ញាតិញោមចូលរួមជាចំណែកមួយទើបធ្វើឲ្យវត្តអារាមហ្នឹងមានការរីកចម្រើនសាងសង់ទៅមុខរួចបានអញ្ចឹងណាបាទហើយតែវត្តកសាងទៅមុខរួចបានហើយលោកគ្រប់គ្រាន់ហើយវត្តហ្នឹងក៏មានការបណ្ដុះបណ្ដាលធនធានព្រះសង្ឃឲ្យលោកមាននៅចំណេះដឹងដើម្បីជួយដល់ជាតិផងសាសនាផងអីចឹងផងណាបាទប្រទេសផងហ្នឹងផងហើយក៏ដល់ត្រកូលក្រុមគ្រួសារអញ្ចឹងទៅនេះមើលពីលើទីទួលនៃព្រះវិហារទៅក៏ឃើញទីធ្លានៅខាងក្រោមប៉ុន្តែមិនឃើញអស់ទេគ្រាន់តែឃើញមួយចំណែកមួយតូចដែលកសាងតែចំណែកដែលកសាងនោះគឺធំណាស់ទាំងខ្លោងទ្វារទាំងរបងវត្តអីហ្នឹងណាហ្នឹងហើយគឺនៅកសាងច្រើនណាស់ហ្នឹងហើយចឹងញាតិញោមដែលឃើញហើយមានសទ្ធាជ្រះថ្លាចង់ចូលរួមអាចទំនាក់ទំនងមកខ្ញុំបាទបានតាមរយៈលេខទូរស័ព្ទ093 66 9119ហ្នឹងគឺលេខខ្ញុំបាទប្រើផ្ទាល់ចំណែកឯលេខសម្រាប់ទំនាក់ទំនងក្នុងការជួយដល់អ្នកកំព្រីអីគឺលេខ070ហ្នឹងលេខមួយទៀតបាទប្រព័ន្ធមួយទៀតគឺ070 91 69 96ហ្នឹងគឺលេខសម្រាប់ជួយដល់ជនក្រីក្រចឹងណាបាទហ្នឹងហើយនេះទីធ្លានៅខាងលើវត្តគៀកព្រះវិហារបាទហើយញាតិញោមមានសទ្ធាចង់ចូលរួមផ្នែកអីក៏បានដែរទំនាក់ទំនងបាន
អរគុណណាស់ដែលបានទស្សនាវីដេអូនេះហើយខ្ញុំបាទគឺក៏សូមលើកម្រាមដៃ10អរគុណក្រៃលែងចំពោះអ្នកដែលទស្សនានិងអ្នកដែល Subscribe រាល់ Channel វីដេអូរបស់ខ្ញុំបាទហ្នឹងបាទសូមអរគុណក្រៃលែងបាទមីគប់គោលាន់ខ្ញុំក៏នៅទីខ្ពស់ទៀតហ្នឹងកាន់ទូរស័ព្ទឯនៅទីខ្ពស់ដល់កបដោយហើយទោះជាយ៉ាងណាក៏សូមធ្វើវីដេអូចែករំលែកផ្សព្វផ្សាយនៅវត្តអារាមដែលកំពុងកសាងសង់បាទសូមឲ្យបានបុណ្យកុសលទាំងអស់គ្នាបាទឥឡូវនេះគឺខ្ញុំប្រកាសណាខ្ញុំបាទហ្នឹងគឺបានចុះមកដល់ក្រោមហើយបាទហើយជិះម៉ូតូទៅខាងមុខទៀតដើម្បីទៅថតនៅទស្សនភាពក្បែរកុដិរបស់ព្រះសង្ឃកន្លែងដែលកំពុងកសាងអញ្ចឹងណាបាទលើសូរសំឡេងម៉ូតូហ្នឹងជាម៉ូតូឯងមិនមែនអ្នកថតវីដេអូនេះមានឡានជិះទេបាទមានម៉ូតូទេតើធ្វើមាតិកាផលិតមាតិកាសម្រាប់ចែកជូនញាតិមិត្តពុកម៉ែបងប្អូនអ្នកដែលជាអាចារ្យសទ្ធាជ្រះថ្លាចង់បានបុណ្យកុសលកសាងឯហ្នឹងគឺមើលក្នុងទស្សនភាពនឹងបានបាទឥឡូវយើងទៅមើលទស្សនភាពបន្តទៀតតកតងក្នុងវត្តអារាមដែលកំពុងសាងសង់កសាងបាទដៃមួយកាន់កាមេរ៉ាដៃមួយបើកម៉ូតូទៅហើយបាទនេះកន្លែងកត់កន្លែងដែលកំពុងកសាងកំពុងរៀបចំកសាងសង់សមិទ្ធផលផ្សេងនៅវត្តបាទស្អាតនៅក្នុងវត្តតុកម៉ូតូនេះសិនណាយើងធ្វើវីដេអូបន្តទៀតក្រូចនៅវត្តជ្រុះនឹងក្រូចអីទេដើមក្រូចដែលជ្រុះមិញបាទចំណែកនេះគឺជាទស្សនភាពចម្លាក់ដែលស្ថិតនៅក្នុងវត្តដែលមានព្រះពុទ្ធទាំង4ព្រះអង្គនិងព្រះបរមពោធិសត្វ1អង្គគឺមានព្រះពុទ្ធកកុសន្ធៈកោណាគមនៈកស្សបៈព្រះសមណគោតមហើយនៅកណ្ដាលហ្នឹងគឺព្រះសិអាមេត្រីតែទៅមុខទៅព្រះអង្គទ្រង់ទៀងតែនឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធក្នុងកាលជាអនាគតទៅខាងមុខហ្នឹងហើយអញ្ចឹងគឺមើលទស្សនភាពហ្នឹងទៅគឺអាចឃើញតម្រង់នៃព្រះពុទ្ធទាំង5ព្រះអង្គនិងដែលមានព្រះពុទ្ធជាអតីតបច្ចុប្បន្ននិងអនាគតអញ្ចឹងនេះគឺជាទស្សនភាពនៅក្នុងសាលាហើយយើងហៅថាឧបឋានសាលាអញ្ចឹងក្នុងឧបឋានសាលានេះគឺតម្កល់នៅព្រះពុទ្ធបដិមាច្រើនព្រះអង្គបាទព្រះពុទ្ធបដិមាទាំងច្រើនព្រះអង្គហើយជារចនាបថខ្មែរសុទ្ធសាធហ្នឹងហើយមើលទាំងទម្រង់ប្រភពព្រះពុទ្ធទៅគឺដឹងហើយនេះនឹងទាំងព្រះមូសេណាក៏បែបរចនាបថខ្មែរដែរនៅក្នុងឧបឋានសាលាដល់ចំណាស់មួយនេះអញ្ចឹងញាតិញោមអាចមានសទ្ធាជ្រះថ្លាអញ្ជើញមកចូលរួមកសាងទាំងអស់គ្នាបាទហ្នឹងគឺវត្តភ្នំធម្មតអដែលស្ថិតនៅស្រុកសំរងទងខេត្តកំពង់ស្ពឺនិងទស្សនភាពនៅក្នុងឧបឋានសាលាហ្នឹងគឺមានរូបចម្លាក់ជាច្រើនតកតងសម័យកាលព្រះពុទ្ធព្រះបរមពុរិស័ទពីសម័យកាលវេស្សន្តរនិងព្រះបាទវេស្សន្តរបរមពុរិស័ទហ្នឹងគឺមានរូបច្រើនជាពុទ្ធប្រវត្តិហ្នឹងនៅលើហ្នឹងច្រើនណាស់នឹងច្រើនមែនតើនៅក្នុងឧបឋានសាលាហ្នឹងគឺកសាងគូសគំនូហើយគំនូនេះគឺគំនូយើងអាចចាត់ទុកថាជាគំនូបុរាណហើយបាទព្រោះអាយុកាល100ឆ្នាំហើយណានឹងអាយុកាលយូរមិនមែនតែជាគំនូធម្មតាទេយើងអាចមើលទៅសាលាទៅក៏យើងដឹងដែរមានសភាពទ្រុឌទ្រោមចាស់ទៅហើយប៉ុន្តែការរៀបចំខាងក្នុងឧបឋានសាលាហ្នឹងគឺល្អស្អាតនឹងល្អស្អាតមែនតើណានឹងមានរបៀបរៀបរយស្អាតគួរជាទីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទអ្នកដែលចូលសាលាបុណ្យនេះហើយក៏រមែងមានចិត្តរីករាយជ្រះថ្លានឹងឯង
ហ្នឹងហើយព្រះពុទ្ធរូបគ្រប់អង្គទាំងអស់សិតតែស្អាតនឹងដូចជារូបនៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ណាប្រោះសត្វអីជាដើមហ្នឹងនឹងរូបនៃព្រះពុទ្ធ5ព្រះអង្គអីហ្នឹងគឺមាននៅក្នុងទាំងអស់ទាំងទេវតាទាំងប្រវត្តិតបិស័យនិងប្រវត្តិអ្នកព្រះនឹងឯវិសណ្ដរនឹងឯបានបរិច្ចាគនៅបុត្រជាទានឲ្យទៅព្រាហ្មណ៍ជូជក់នឹងឯហើយជ្រោចនៅទឹកហើយទឹកយ៉ាងកាញ់ហ្នឹងគឺការសម័យនោះឯងនេះសម័យពេលដែលយើងត្រូវការជ្រោចទឹកណាជ្រោចទឹកធ្វើបុណ្យហើយច្រើនតែជ្រោចទឹកហ្នឹងគឺយកទំនៀមតាមព្រះវេស្សន្តរនឹងឯងដែលព្រះអង្គបានធ្វើទានសម្រាប់ហើយក៏ជ្រោចទឹកទៅលើដីយកដីនឹងជាកសិនស័ក្តិសិទ្ធិនៅពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងទៅក៏ផែនដីក៏រំកើញាប់ញ័រហ្នឹងហើយបញ្ជាក់ថាជាស័ក្តិសិទ្ធិពិតប្រាកដណាស់រតនបល្ល័ង្កព្រះអង្គហ្នឹងគឺពិតណាស់កើតអំពីបុណ្យអំពីទានបារមីដែលព្រះអង្គបានធ្វើពីសម័យកាលគ្រប់ជាតិអសង្ខ័យជាតិមកហើយហ្នឹងហើយចឹងក្នុងឧបឋានសាលាហ្នឹងគឺមានទិដ្ឋភាពរៀបរាប់សម័យកាលច្រើនទាំងនឹងសម័យកាលអតីតរហូតដល់បច្ចុប្បន្នហើយនឹងបរិនិព្វានទៅអីចឹងទៅពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងមុននឹងត្រាស់ដឹងនេះក៏បានធ្វើនៅទុក្ករកិរិយាអីហ្នឹងណានេះឃើញទេរចនាបថខ្មែរយើងធ្វើនៅទុក្ករកិរិយាស្គមស្គាំងរហូតប្រអិនហ្នឹងមកដេញប៉ិនឲ្យទៅតឹងពេកធូរពេកមិនកើតទេតតែល្មមมันអាចត្រាស់ដឹងធម៌អញ្ចឹងទៅក៏ហ្នឹងហើយព្រះអង្គទ្រង់បានមានការយាងទៅបិណ្ឌបាតវិញទៅបានសោយ៉ាងហានទៅក៏មានកម្លាំងបកាយរហូតបានទៅមុខទៅទ្រង់បានត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្សនឹងឯងហើយនេះមានប្រកេនស្បូវភ្លៀងនេះណាព្រាហ្មណ៍ហ្នឹងគាត់ប្រកេនស្បូវភ្លៀងដើម្បីព្រះអង្គទទួលទៅក៏ខ្លាយទៅជាបល្ល័ង្ករតនបល្ល័ង្កណាហ្នឹងហើយនោះកន្លែងនោះគឺនាងសុជាតាថ្វាយមធុបាយៈបាទហើយអីជាដើមហ្នឹងហើយព្រំអីមហាព្រំយាងមកហើយរលែងអាសនៈបន្តបន្ទាប់ទៅគឺនៅក្រោមដើមពោនេះក្រោមដើមពោហ្នឹងគឺសំដៅព្រះពុទ្ធរូបព្រះអង្គទ្រង់ត្រាស់ដឹងនេះឯងដែលយើងតែងគោរពបដិបត្តិរៀងរាល់ថ្ងៃសិលឬកម្មវិធីបុណ្យឧបឋានសាលាហ្នឹងអញ្ចឹងអ្នកដែលអញ្ជើញមកវត្តប្រគេនយ៉ាងហាន់ដល់លោកដូចប្រគេនពេលដែលព្រះពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងអញ្ចឹងសប្បាយចិត្តធ្វើបុណ្យឲ្យច្រើនទៅដើម្បីជាតិមុតយើងកើតមកជាតិខាងមុខណាយើងកើតមកយើងមានទ្រព្យសម្បត្តិមានបនិស្ស័យល្អត្រាស់ដឹងធម៌រហូតបានអមតៈស្ថានពលគឺព្រះនិព្វានឯហ្នឹងឯងអញ្ចឹងការរៀបរាប់មានប្រមាណប៉ុណ្ណឹងនេះតកតងនៅក្នុងឧបឋានសាលាដែលស្ថិតនៅក្នុងវត្តភ្នំធម្មតអយើងនេះឯងនេះគឺជាទិដ្ឋភាពខាងក្រោមវត្តរួមផ្សំជាមួយនឹងបរិវេណជុំវិញវត្តនឹងទាំងមានសាលាបុណ្យកន្លែងទីសេនាសនៈអ្នកបម្រើវត្តចង្ក្រានបាយកន្លែងលោកយាយថែរក្សាវត្តអីជាដើមលោកតាថែរក្សាវត្តអារាមអីហ្នឹងគឺមានទាំងអស់ហើយនេះគឺជាកន្លែងកុដិដែលកំពុងតែសាងសង់ចឹងមិនទាន់ហើយទេចឹងញាតិញោមដែលទស្សនានៅក្នុងវីដេអូទាំងអស់ហ្នឹងគឺកាលណាបើបានឃើញហើយអញ្ជើញមកវត្តចូលរួមការកសាងទាំងអស់គ្នាទៅបានដើម្បីជាប្រយោជន៍បុណ្យហ្នឹងហើយវត្តដែលអាចចម្រើនរីកចម្រើនទៅមុខបានហ្នឹងគឺសិតតែជាចំណែកហើយនេះគឺជាទិដ្ឋភាពនៅកុដិរបស់លោកគ្រូចាតិកាវត្តឬក៏ព្រះអង្គគ្រូចាតិកាវត្តហ្នឹងហើយញាតិញោមដែលអញ្ជើញមកវត្តគឺនេះហើយគឺជាកុដិរបស់ព្រះអង្គគ្រូចាតិកាវត្តណាហ្នឹងហើយបើជាព្រះអង្គលោកផ្ទុំឬក៏សឹងទៅហើយអញ្ចឹងហើយខ្ញុំគិតថាចង់ទៅសម្ភាសព្រះអង្គដែរប៉ុន្តែដោយសារតែដឹងឲ្យខ្លាចក្រែងព្រះអង្គទ្រង់សឹងទៅក៏មានការរំខានប៉ុន្តែមិនអីទេយើងផ្ដិតយកទិដ្ឋភាពនៅខាងក្រៅអីចឹងទៅបាទហ្នឹងហើយជុំវិញវត្តគឺមានការសាងសង់ច្រើនអញ្ចឹងញាតិញោមមើលភាពជាក់ស្ដែងទៅណាហើយជុំវិញបរិវេណវត្តគឺស្អាតញោមអាចមើលទាំងអស់គ្នាបានអញ្ចឹងនៅខាងមុខនៃសាលាបាលីហ្នឹងគឺមានរូប
ប្របាទជ័យវរ្ម័នទី7រួមផ្សំនឹងទិដ្ឋភាពសួនច្បារអីផ្សេងចឹងជើញមកអីគឺខាងមុខហ្នឹងគឺមានកន្លែងចំណតរថយន្តអីច្រើនហ្នឹងហើយគណៈទីនេះគឺជាសាលាបាលីដែលជាកន្លែងសម្រាប់បង្រៀននៅសមណសិស្សនិងហើយសម្រាប់អ្នកបួសគ្រប់ព្រះអង្គទាំងអស់ដែលលោកគង់នៅក្នុងវត្តនឹងហើយចឹងគឺថាវត្តជាកន្លែងបណ្ដុះនៅចំណេះដឹងគ្រប់បែបយ៉ាងទាំងវិស័យសិលធម៌គុណធម៌ហ្នឹងហើយសុជីវធម៌គ្រប់បែបយ៉ាងទាំងអស់ហើយវត្តជាកន្លែងអប់រំមួយដែលប្រទេសជាតិត្រូវការហ្នឹងហើយទីកន្លែងវត្តអារាមនេះគឺបានផ្ដល់នៅប្រយោជន៍ដ៏ធំធេងសម្រាប់ជាតិនិងសាសនាហ្នឹងហើយដូចជាព្រះអង្គគ្រូចៅអធិការលោកហ្នឹងហើយចំណាយពេលវេលាដ៏ច្រើនសម្រាប់ជាការបន្តនៅអាយុព្រះពុទ្ធសាសនានិងជួយដល់ប្រជាជាតិខ្មែរជាពិសេសជួយដល់សមណសិស្សទាំងអស់ដែលអាស្រ័យស្ថិតនៅក្រោមអាវាតរបស់ព្រះអង្គឲ្យទទួលបាននៅចំណេះដឹងទាំងផ្នែកចំណេះដឹងពុទ្ធសាសនានិងចំណេះដឹងផ្លូវលោកដែលយើងហៅថាចំណេះដឹងពុទ្ធចក្រនិងអនាចក្រព្រោះហេតុដូច្នោះហើយសូមឲ្យញាតិញោមជាពុទ្ធបរិស័ទទាំងអស់មានចិត្តសព្វសាធុការចេះថ្លាអនុមោទនារាល់ការដឹកនាំរបស់ព្រះសង្ឃសាវករបស់ព្រះដ៏មានពុទ្ធិនិងហើយក៏សូមសរសើរនៅលក្ខណៈសម្បត្តិនិងគុណសម្បត្តិដ៏ក្រៃលែងរបស់ព្រះអង្គគ្រូចាតិកាវត្តភ្នំនិងហើយព្រមទាំងអាចារ្យគណៈកម្មការនិងសមណសិស្សទាំងអស់ដែលនៅក្នុងវត្តហ្នឹងគឺនឹងហើយមានការរួបរวมសាមគ្គីគ្នាល្អមែនទែនវត្តអារាមអាចប្រព្រឹត្តទៅល្អស្អាតនឹងហើយបរិបូរដោយការសាងសង់ឬក៏បរិបូរទៅដោយកន្លែងគុំទៅដោយការបណ្ដុះនៅចំណេះវិជ្ជាជីវៈអីផ្សេងហ្នឹងគឺមកពីពាក្យថាសុខោសង្ឃសៈសាមគ្គីនឹងឯងកាលណាតែមាននៅសុខោសង្ឃសៈសាមគ្គីគឺសមគ្គីនឹងតបោសុខោនឹងហើយញាតិញោមទាំងអស់ក៏បីចូលរួមទាំងអស់គ្នានឹងអាចជាបច្ច័យឬក៏ជាថវិកាអីចូលរួមទាំងអស់គ្នាទៅដើម្បីជាថាយើងអាចឧបត្ថម្ភដល់ព្រះសង្ឃណាការពិតទៅព្រះអង្គគ្រូលោកមិនមានជាការផ្សព្វផ្សាយឲ្យញាតិញោមពុទ្ធបរិស័ទនឹងអំពាវនាវអីអត់ទេនេះគឺខ្ញុំបាទដែលជាពុទ្ធបរិស័ទទេនិយាយចំទៅក៏ជាអ្នកដែលជ្រះថ្លានៅក្នុងវត្តទេដែលចង់ឲ្យញាតិញោមចូលរួមកសាងនឹងឯងហ្នឹងហើយបើនិយាយអំពីខ្ញុំផ្ទាល់គឺខ្ញុំឃើញកន្លែងណាល្អខ្ញុំចេះតែចង់ឲ្យមានការចូលរួមពីសំណាក់ញាតិញោមចឹងឯងគណៈទានជាចុងក្រោយនៃវីដេអូនេះខ្ញុំបាទក៏សូមមេត្តាខន្តីអភ័យអទោសពីសំណាក់នៃព្រះអង្គគ្រូចាតិកាវត្តនិងជាពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់ដែលទស្សនានៅវីដេអូនេះខ្លាចក្រែងមានការនិយាយស្ដីទៅមិនល្អក៏គួរត្រង់ណាមួយក៏សូមមេត្តាខន្តីនៅអភ័យអទោសនឹងហើយក៏សូមជូនពរជូនជ័យជូនពរសិរីសួស្ដីដល់ញាតិញោមទាំងអស់គ្នាសូមទទួលបាននៅសេចក្តីសុខសប្បាយព្រះករុណាជាម្ចាស់គ្រប់ព្រះអង្គក៏ទទួលបាននៅព្រះសុខភាពល្អព្រះកាយមមួនប្រាជ្ញាឆ្លៀសវៃដើម្បីទ្រទ្រង់នៅពុទ្ធសាសនាបន្តទៅទៀតគណៈក៏សូមអរគុណនិងសូមអរគុណនមស្ការលានិងថ្វាយបង្គំលាហើយក៏សូមគោរពលា
ไม่ได้เนี่ยสมาธิบัลลังก์หอตะทานตาวตังมาได้ Chồng, dạ, bà con cừu mà làm cái bà con cừu plate mà ai. Hôm nay đẹp chứ. Chơi tắt lớn chơi quay quay này nó lớn nổ ta đây lôi miên này tao môi các bạn này nông thải đi sai đâu mà nó sa tầng lai so với mà nó sa tầng lai để tổng công liên tục ôm ở ruộng phát trợ tốt đôi bằng ngay lên sẽ cái đây là o là có hạt mà anh không tiền đi phòng tư chẳng là một lúc tầng lai so với từ tuột bôn sát tầng lai so với từ tuột một bôn chẳng là giống á tê và đa tầng lai so với từ tuột ba một bôn là bọc nhau vô mà nhiên vô mà ba tầng lai so với từ tuột tây nó một bôn là bọc nhau so với nhiên trong tầng lai từ tuột một bôn là bọc nhau có một trong tầng lai những phát trạng nó sẽ đẩy tập dùng viên xài cho nó đẩy chất vô một con xài đến cứ khả năng chất là bao nhiêu nước cứ ập đến chất ba đi ba cứ ăn cái sáu cứ ập lên trôi một ba này ấp chỉ đi trôi một ba này nhìn nhớ miên tay của sáu này chỉ ly này miên hơi chất của ba không có khả năng lên một con về nhớ này nó đó là chân đây không thành đây ta triển khai bị xa mùi chưa phải đạt mà cứ thà mình trong cho tin đây là sao tại tin biết chi cả lái xe không co sang nhưng không cũng lúc còn lâu trong cơm chui chán là không co sang tin đây chẳng hai khơi thằng nhân đúng chắc để nhất có đặt đọt một còn nó tin đấy ta đôi tại năm này này mà nó năm này nhưng phải đạt mà được khơi tại chất chỉ đạt lá môi trường phê phương thì xa Campuchia mút đóng bông nó lưu prạc thì dân này đại ban prạc thì vui khả năng vật chất đầy năng đăng áp thì thiết quân người ta phải đa dân cũng đăng rư cô chia prạc là con na mùi rư cô một cô bằng đất rư cô sóc sắt thằng này na đây chỉ nặng viên rất viên phải chặt bà mày viên quân tòa chan đại ban tập con túc là khả năng tính đúc còn thua ói vật chất đầy lúc để nhau quân đa để vẫn khơi cứ ta khơi phần nước đôi chuẩn bị nước trong cái na nước thế này ra nó không tiêu sầm này cho nó chỉ pi để ban co sang prạc vì vậy hỏi phải cho xem ma hỏi tông chia pi bảy khé vậy rồi pi bảy khé thế mà na tham ma phật khơi nhiệt với cu đôi lơ prạc vì vậy nằm tem đóแต่bố prạc vì vậy nằm chắc trong cái na khơi tha prạc vì vậy để cho ban sang sang ban ốp thong ban ốp tê lăngนี่คือทาออกจ้าvậy rồiออกจ้าmiên bồn vậy rồi sắt nghĩa vậy rồi sắt nghĩaก็จะสัตว์เลี้ยงปนเตระชานแม่นปนเตสัตว์เตระชานจนปุ๊บกัดขนมตีแต่ทานซัวเต้แม่กัดขนมตีตีเต้สัตว์กรุบนี่ก็จบเงี้ยได้สัตว์กรุบนึงก็จะสัตว์แต่เลี้ยงอำนาจนี่ก็จะปนคือจะสัตว์จนปุ๊บในทานเตเป็นโลอ๋อจ้าเนี่ยเดี๋ยวจังบางขยมกระดาษมาตึกถา
ប្រពហិទុយណាអបមញ្ញធររបស់ព្រះសម្មាសម្ពុទ្ធគឺផ្សាយពេញវិបលោកទាំងមូលទៅដល់ហ្នឹងហើយថ្វាយបង្គំប្រាំតិកងខំថ្វាយបង្គំមេត្តាបៃតាខំគោរពចដោចតាថ្វាយបង្គំប្រសងសមណៈព្រាមសក្យបុត្រអីយ៉ាងណាគឺថាយើងព្យាយាមជារៀងរាល់ថ្ងៃដែលជាប្រទេសដ៏សំគួរប្រទេសដែលបរិបូរណ៍ទៅដោយពុទ្ធសាសនានិងប្រទេសបរិបូរណ៍ទៅដោយសប្បុរសធម៌គឺនៅកាន់ពុទ្ធសាសនាហ្នឹងยึดពុទ្ធសាសនានេះហើយដែលធ្វើឲ្យយើងសពថ្ងៃមានសេចក្តីសុខច្រើនប្រសិនបើគ្មានសាសនាទេគឺមនុស្សយើងនឹងទៅជាយ៉ាងណាទេយើងមើលខ្ញុំកណាថ្មនេះនឹងទៅជាតលិនទៅតាំងយ៉ាងណាទេដល់តែមានពុទ្ធសាសនាអញ្ចឹងយើងចេះគោរពគ្នាចេះស្រឡាញ់គ្នាចេះរាប់អានគ្នាណាចេះដឹងគុណមេត្តាបៃតាបងប្អូនចំនួនមេត្តាសាច់ញាតិទាំងអស់ដែលបានធ្វើមនុស្សយើងដឹងហើយញាតិញោមហ្នឹងហើយដឹងតាមពុទ្ធដីកាដែលព្រះអង្គបានសម្ញឹងចឹងហើយនៅក្នុងថ្ងៃនេះគឺយើងទាំងអស់គ្នានឹងគឺយើងធ្វើបុណ្យរៀបចំគ្រឿងសក្ការៈបូជាដើម្បីគោរពគុណរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងហើយគោរពគុណនោះជាថ្ងៃនេះពិតមែនតែព្រះសម្មាសម្ពុទ្ធបរិនិព្វានទៅក៏ដោយប៉ុន្តែយើងនឹកឃើញគុណដ៏ធំធេងរបស់ព្រះសម្មាសម្ពុទ្ធតែព្រះអង្គបានប្រសូតត្រាស់ដឹងនឹងបរិនិព្វានទុកនៅប្រធរតាំង84000បឋមខណ្ឌដើម្បីឲ្យមនុស្សសត្វគោរពប្រតិបត្តិឆ្លងផុតអំពីសេចក្តីទុក្ខក្នុងសង្សារវដ្តនេះញោមព្រោះសង្សារវដ្តនេះធំធេងណាស់របងរវើញោមរបងរវើវែងឆ្ងាយអ្នកខ្ញុំកណាមើលមិនអស់ទេប៉ុន្តែក្នុងអំពីសម្ដែងថារាប់យោជមិនអស់វដ្តសង្សារថ្ងៃនេះជាតិយើងកើតជាឪពុកជាម្ដាយនឹងគេកើតជាចដោតជាតាគេកើតជាកូនគេកើតជាឪគេកើតជាម៉ែគេជាតិនឹងយើងធ្វើជាសាច់ញាតិទាំងគ្នាជាតិនឹងយើងអត់បានធ្វើបុណ្យជាមួយគ្នាក្នុងគណៈណាមួយក៏ដោយស្លាប់ព្រឹកជាតិក្រោយអត់បានកើតជាមួយគ្នាទៀតទេនឹងប្រហែលជា3គ្នាហងក៏មិនដឹងជារោនៅមែននៅក្នុងមែនតែថាទៅប្រៃអីទៅបាទជំមានតែអ្នកសមាធិប្រឡឹងហោះទៅឋានតាវតាំងមកហើយ